បងប្អូនមួយចំនួនប្រហែលជាមានអារម្មណ៍ពិបាកនៅពេលគេសុំខ្ចីលុយហើយយើងមិនចង់ឲ្យគេខ្ចីប៉ុន្តែពិបាករកហេតុផលក្នុងការបដិសេធដើម្បីកុំឲ្យភាគីអ្នកខ្ចីលុយមានការអាក់អន់ចិត្តដែលធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាពខាងក្រោមនេះគឺជាឃ្លា4សំខាន់ដែលអ្នកអាចប្រើប្រាស់ពេលមានអ្នកសុំខ្ចីលុយក្នុងការបដិសេធសមរម្យ1. លុយខ្ញុំជាប់បង្វិលរកស៊ីនិងវិនិយោគអស់ហើយប្រយោគនេះគឺពេញនិយមប្រើនៅពេលមានអ្នកណាម្នាក់សុំខ្ចីលុយតែយើងបដិសេធមិនចង់ឲ្យគេខ្ចីប្រយោគនេះគឺបញ្ជាក់ឲ្យឃើញថាអ្នកជាមនុស្សចេះប្រើលុយឲ្យរវល់មិនមែនចេះតែឲ្យលុយទំនេរជាប់ខ្លួនច្រើនសម្រាប់ឲ្យអ្នកដទៃខ្ចីនោះឡើយ2. សុំទោសផងខ្ញុំពិតជាចង់ជួយមែនប៉ុន្តែពេលនេះខ្ញុំក៏កំពុងយ៉ាប់យ៉ឺនរឿងលុយកាក់ដែរប្រយោគនេះគឺជាការបដិសេធគួរសមព្រោះអ្នកបានបង្ហាញពីទឹកចិត្តក្នុងការជួយមិត្តភក្តិឬសាច់ញាតិប៉ុន្តែអ្នកក៏កំពុងខ្វះខាតដូចគ្នាការនិយាយបែបនេះធ្វើឲ្យអ្នកសុំខ្ចីលុយយើងគេក៏អស់ចិត្តហើយក៏មិនមានការខឹងឬស្អប់ឡើយ3. សុំទោសផងរឿងលុយកាក់គឺប្រពន្ធខ្ញុំជាអ្នកគ្រប់គ្រងទាំងអស់ប្រយោគមួយនេះគឺជាការបដិសេធអ្នកសុំខ្ចីលុយដ៏មានប្រសិទ្ធភាពត្រង់នេះអ្នកគ្រាន់តែនិយាយថាលុយរបស់អ្នកគឺប្រពន្ធជាអ្នកគ្រប់គ្រងទាំងអស់ដូច្នេះមុននឹងឲ្យអ្នកណាខ្ចីទាល់តែប្រពន្ធរបស់អ្នកអនុញ្ញាតព្រោះគាត់ជាអ្នកចាត់ចែងលុយក្នុងគ្រួសារនិងទី4ខ្ញុំពិតជាអត់លុយមែនប៉ុន្តែខ្ញុំនឹងព្យាយាមជួយអ្នកក្នុងរបៀបផ្សេងវិញប្រយោគទី4នេះជាប្រយោគបដិសេធមួយដែលគួរសមដោយអ្នកគ្រាន់តែនិយាយថាអត់មានលុយប៉ុន្តែព្យាយាមជួយពួកគាត់តាមផ្លូវផ្សេងវិញត្រង់នេះជាធម្មតាអ្នកខ្ចីលុយគេព្រោះតែពួកគាត់ខ្វះខាតដូច្នេះអ្នកអាចនិយាយថានឹងរកការងារធ្វើឬណែនាំឲ្យរកចំណូលដើម្បីឲ្យពួកគាត់បានចំណូលបន្ថែមវិធីនេះធ្វើឲ្យអ្នកខ្ចីលុយស្ងប់ចិត្តព្រោះពួកគាត់ឃើញថាអ្នកអត់លុយឲ្យខ្ចីប៉ុន្តែមានចិត្តចង់ជួយមែនតាក់ទងនឹងការបដិសេធមិនចង់ឲ្យមិត្តភក្តិឬសាច់ញាតិខ្ចីលុយអ្នកមិនចាំបាច់រៀបរាប់ហេតុផលច្រើនពេកនោះទេពោលគឺប្រាប់ហេតុផលត្រង់ជាការស្រេចបើកាលណាអ្នកពន្យល់ហេតុផលច្រើនពេកគេអាចនឹងគិតថាអ្នកកំពុងតែរកលេសដើម្បីកុំឲ្យគេខ្ចីលុយ